សម្រាប់ពោះស្បៀងបាយដំណើបត្រីងៀតអាំងសាច់អាំងមួយលើដោយអំបុកលីងបានមកដល់ដៃទាហានឈួរជើងការពារព្រំដែននៅថ្មដាប្រានពោះថាតំបន់ថ្មដានេះជាតំបន់ក្តៅបំផុតដែលពួកសៀមបានផ្លោងបានបាញ់យ៉ាងក្តៅកគុកដល់កងទ័ពយើងដល់ប្រជាពលរដ្ឋយើងថ្ងៃនេះគឺស្បៀងដែលរួមសាមគ្គីគ្នារៀបចំនៅក្នុងវត្តសូរិយារាមស្រុកមុខរាសីបានមកដល់ដៃទាហានដែលជួយជើងចំពោះមុខខ្មាំងសត្រូវពួកគាត់បានទទួលនូវបាយដំណើបដ៏ឆ្ងាញ់ដែលពួកយើងទាំងអស់គ្នាបានរៀបចំជូនគាត់ហើយសូមបញ្ជាក់ថាបាយដំណើបត្រីងៀតអាំងសាច់អាំងមួយលើដោយអំបុកលីងយើងទាំងអស់គ្នានឹងធ្វើជារៀងរាល់ថ្ងៃសម្រាប់កងទ័ពយើងកំពុងជួយជើងនៅក្រវ៉ាត់ព្រំដែនប្រទេសកម្ពុជាយើង